rồi nhầm xua sầm nô bom ổn ta với đại chia sầm bắt đò miên đầm lái rồi bỏ mình nụ sầm bắt đò miên đầm lái rồi bỏ mình nụ dương mình nè này là đằng đấy lưng người nhiên bà trâu đá sầm bắt nên là cô than xua và trâu đá cái bà tay bà lâu dương bạc pre copy sự phía sắt nên là miên copy sự phía sắt chim phúc đập pi kho mà phải bờ ngàyนี้ខ្ញុំអុញមិញឃើញក្មេងស្រីមិញមកក្រុមនៅណានៅក្រៅតោះសុភាសិតចំពុក12ខ27នៅនេះយើងអត់ដាក់ព្រះគម្ពីរប្រើពេលផ្សាយគុំទេអត់ដាក់ពីនៅខាងណាមើលសាច់ចាស់សាច់ចាស់ឥឡូវថ្ងៃនេះមានខកពីច្រើនដែលត្រូវបើកណាមានខកពីច្រើនដែលត្រូវបើកអាហ្នឹងឥឡូវជួយអានមកខមើលសុភាសិតចំពុក12ខ27បាទសុភាសិតចំពុក12ខ27អានលឺមើលអូខេណាមកខហ្នឹងបានប្រាប់យើងថាព្រានកំជិលគ្មានសាច់អាំងទេចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្សបាទអញ្ចឹងសម្បត្តិដ៏មានតម្លៃរបស់មនុស្សហើយជាមានច្រើនដូចបងប្អូនឆ្លើយក៏ប៉ុន្តែថ្ងៃនេះខ្ញុំចង់លើកឡើងអំពីចិត្តឧស្សាហ៍ព្យាយាមណាចិត្តឧស្សាហ៍ព្យាយាមគឺជាសម្បត្តិដ៏មានតម្លៃរបស់មនុស្សតើឥឡូវយើងយកខនឹងជាខចងចាំណាយើងមិនបាច់សូត្រពីដើមខទេយើងសូត្រពីពាក្យកណ្ដាលទៅចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្សបាទទេតើទាំងអស់គ្នាតើចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្សឥឡូវយើងម្ដងទៀតចុចម្ដងហ្នឹងយើងដូរពាក្យមនុស្សមកខ្ញុំវិញណាចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់ខ្ញុំតោះ1 2 3ចិត្តឧស្សាហ៍ជាសម្បត្តិមានតម្លៃរបស់ខ្ញុំសុភាសិតចំពុកម៉ាន12ខ27ណាចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់ខ្ញុំបាទហ្នឹងហើយឥឡូវសុភាសិតនេះបានប្រាប់យើងថាចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃឥឡូវយើងសួរខ្លួនយើងតើខ្ញុំឧស្សាហ៍អត់រាល់ថ្ងៃខ្ញុំឧស្សាហ៍អត់យុវជនឧស្សាហ៍ឧស្សាហ៍ខ្លះជឿខ្លះអូខេអត់អីទេហ្នឹងហើយតិចទៀតខ្ញុំនឹងឲ្យមើលខកពីច្រើនហើយថ្ងៃនេះដកស្រង់ចេញពីសុភាសិតទាំងអស់ណាឥឡូវគម្ពីរប្រាប់ថាចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្សសម្បត្តិដ៏មានតម្លៃរបស់មនុស្សគឺចិត្តឧស្សាហ៍ណាឧស្សាហ៍ព្យាយាមណាអ្នកឧស្សាហ៍នឹងคล้ายទៅជាអ្នកមានខ្ញុំហ៊ានធានាពីព្រោះខ្ញុំទទួលបទពិសោធន៍ចំណាស់នេះហើយ61ឆ្នាំហើយណាខ្ញុំមើលឃើញអ្នកដែលមានគឺគេមានចិត្តឧស្សាហ៍ផ្ទុយទៅវិញបើខ្ជិលនឹងធ្លាក់ខ្លួនក្រណាឥឡូវអ្នកមាន
អ្នកឧស្សាហ៍នឹងខ្លាយទៅជាអ្នកមានអីខ្លះឧស្សាហ៍អ្វីខ្លះអ្នកដែលមានចិត្តឧស្សាហ៍ក្នុងការរៀនសូត្រណាអ្នកនោះនឹងខ្លាយទៅជាអ្នកមានតម្រេះមានប្រាជ្ញាណាអ្នកដែលឧស្សាហ៍អានសិភៅប៉ុន្តែសប្តាហ៍ថ្ងៃគេឧស្សាហ៍អានអីគេអាន Facebook ណាអត់ទេអត់ខ្លាយជាអ្នកមានបានទេកាន់ទូរស័ព្ទអានអត់ទេណាកាន់តែគ្រោះថ្នាក់ខាតពេលវេលាហើយវាប៉ះពាល់ណាប៉ះពាល់អារម្មណ៍ច្រើនណាស់ក្មេងប៉ះពាល់កាន់តែខ្លាំងណាអញ្ចឹងអ្នកដែលឧស្សាហ៍រៀនយកចិត្តទៅដាក់ក្នុងរៀនថ្មីនេះយើងឃើញអ្នកដែលរៀនពូកែអ្នកដែលឧស្សាហ៍រៀនណាបានពូកែខាងគណិតទូទាំងប្រទេសគាត់នៅរង្វាន់ម៉ូតូ3ហើយលុយនឹងប្រមាណណាហើយនឹងមានម្នាក់ដែលខ្ញុំស្គាល់គាត់បានខលមកខ្ញុំប្រហែលថ្ងៃមុននោះថាបងអើយខ្ញុំសប្បាយចិត្តនឹងកូនវាបានប្រឡងជាប់ផ្នែកខាងសេដ្ឋកិច្ចទូទាំងប្រទេសប្រហែលពាន់អ្នកនោះជាប់តែប្រហែលអ្នកទេហើយគេផ្ដល់អាហារូបករណ៍ឲ្យរៀនគេឧបត្ថម្ភមួយខែប្រហែល100ទៀតហើយនឹងត្រូវបានទៅជួបអ្នកធំទៀតណាចឹងជួបអ្នកធំគេមុខតែឲ្យរង្វាន់ឲ្យអីជាច្រើនទៀតណាចឹងឧស្សាហ៍រៀនឧស្សាហ៍អានណាអញ្ចឹងឧស្សាហ៍នឹងមានឧស្សាហ៍ច្រើនណាឧស្សាហ៍ក្នុងការសិក្សាឧស្សាហ៍ក្នុងការអានឧស្សាហ៍ក្នុងការរកឧស្សាហ៍ក្នុងការធ្វើការងារណាឧស្សាហ៍ក្នុងការដាំដុះមានច្រើនណាឧស្សាហ៍ក្នុងការចិញ្ចឹមបើយើងបកស្រាយពីពាក្យឧស្សាហ៍មួយម៉ាត់វាមានច្រើនឧស្សាហ៍រៀនឧស្សាហ៍រកឧស្សាហ៍ធ្វើការឧស្សាហ៍ដាំដុះឧស្សាហ៍ចិញ្ចឹមឧស្សាហ៍អីផ្សេងលក្ខណៈអ្នកនោះនឹងคล้ายទៅជាអ្នកមានប្រកបណាព្រះបន្ទូលព្រះណាចុះសំណួរសួរថាតើបងប្អូនចង់คล้ายជាអ្នកមានអត់ចង់ត្រូវតែមានចិត្តឧស្សាហ៍អីក៏ដោយឲ្យទៅឧស្សាហ៍រកមើលអាណាដែលសំខាន់ឧស្សាហ៍ទៅណាដែលខ្ញុំលើកឡើងថាអ្នកឧស្សាហ៍នឹងคล้ายជាអ្នកមានទី1គឺមានសុខភាពល្អណាអ្នកឧស្សាហ៍នឹងคล้ายទៅជាអ្នកមានទី1គឺមានសុខភាពល្អពេលណាគាត់ឧស្សាហ៍គាត់នឹងបែកញើសដល់ដូចហាត់ប្រាណអញ្ចឹងហើយមានសុខភាពល្អណាហើយបើអត់ឧស្សាហ៍ទេណាអត់បែកញើសយ៉ាប់ហើយសុខភាពយ៉ាប់ហើយណាអ្នកឧស្សាហ៍នឹងខ្លាយទៅជាអ្នកមានទី2គឺនឹងមានចំណេះដឹងណាមានចំណេះដឹងមានជំនាញណាថ្ងៃនេះខ្ញុំបានស្ដាប់คลิปខ្លីមកពីមហាសេដ្ឋី Bill Gates គេថាដើម្បីឲ្យខ្លាយជាអ្នកមានរៀនជំនាញមួយឲ្យពិតប្រាកដមិនបាច់ជំនាញច្រើនពេកទេឲ្យតែពិតប្រាកដជំនាញតែមួយហ្នឹងក៏អាចចាំជីវិតណាបានហើយឲ្យពិតប្រាកដណាអញ្ចឹងឧស្សាហ៍ក្នុងឧស្សាហ៍នាំឲ្យមានសុខភាពឧស្សាហ៍នាំឲ្យមានចំណេះដឹងឧស្សាហ៍នាំឲ្យមានជំនាញឧស្សាហ៍នាំឲ្យមានប្រាជ្ញាណាឧស្សាហ៍នាំឲ្យមានមុខមានមាត់នៅក្នុងសង្គមអ្នកដែលមានចិត្តឧស្សាហ៍នឹងមានកេរ្តិ៍ឈ្មោះល្អអ្នកមានចិត្តឧស្សាហ៍នឹងមានគេស្រឡាញ់ចូលចិត្តអ្នកមានចិត្តឧស្សាហ៍នឹងមានផ្ទះធំទំនំខ្ពស់អ្នកមានចិត្តឧស្សាហ៍នឹងមានស្រូវពេញជំរុកណាអ្នកមានចិត្តឧស្សាហ៍នឹងមានទ្រព្យសម្បត្តិ
មានលុយកាក់មានបនស័កមានសុភមង្គលអាមែនខ្ញុំអត់ដែលឃើញអ្នកខ្ជិលខ្លាចជាអ្នកមានទាំងអស់នឹងទេណាត្រូវឧស្សាហ៍ណាស់បងប្អូនអើយឧស្សាហ៍ណាស់ខ្ញុំអធិប្បាយចែកចាយនឹងមិនមែនន័យថាខ្ញុំជាមនុស្សឧស្សាហ៍ណាស់ទេក៏ប៉ុន្តែយើងរៀនជាមួយគ្នាណាព្រះបន្ទូលព្រះចិត្តឧស្សាហ៍គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់មនុស្សមែនទេអ្នកមានជាច្រើនដែលយើងរៀនពីប្រវត្តិរបស់អ្នកមានគឺដោយសារតែមានចិត្តឧស្សាហ៍ព្យាយាមអត់ធ្មត់ក្នុងការរៀនក្នុងការរកក្នុងការសន្សំក្នុងការវិនិយោគលក្ខណៈអ្នកមានខ្លះខ្ញុំឮថាគេធ្វើការ10ម៉ោងក្នុងមួយថ្ងៃអ្នកមានខ្លះខ្ញុំឮថាគេធ្វើការ12ម៉ោងក្នុងមួយថ្ងៃអ្នកមានខ្លះខ្ញុំឮគេថាគេធ្វើការ15ម៉ោងក្នុងមួយថ្ងៃអ្នកមានខ្លះខ្ញុំឮគេថាគេធ្វើការ18ម៉ោងក្នុងមួយថ្ងៃតើលោកអ្នកបងប្អូនធ្វើការប៉ុន្មានម៉ោងក្នុងមួយថ្ងៃមែនទេខ្ញុំឮអំពីអ្នកមានដែលគេមានគឺថាគេធ្វើការទាំងយប់ទាំងថ្ងៃសឹងថាគ្មានពេលសម្រាប់ហ្នឹងហើយប៉ុន្តែអ្នកដែលពិសោធន៍ខ្ញុំឮប្តីប្រពន្ធហ្នឹងគាត់និយាយជាមួយគ្នាប្រពន្ធប្តីឧស្សាហ៍គាត់ធ្វើការយូរមកហើយគាត់ភ្ញាក់មុនគេទៀតហាត់ប្រាណហើយប្រពន្ធសួរថាហេតុអីបានជាបងឯងណែធ្វើការច្រើនម៉ោងហើយមិនដេកឲ្យច្រើនហើយនឹងដើម្បីឲ្យមានកម្លាំងធ្វើការហេតុអីក៏ងើបព្រលឹមហើយទៅហាត់ប្រាណទៀតគាត់ថាណែអ្នកដែលដេកច្រើនម៉ោងមិនប្រកាសថាមានសុខភាពល្អហើយមិនប្រកាសថាណែមានចិត្តណាឧស្សាហ៍ឬក៏អីនោះទេមែនទេគាត់ថាជួនកាលអ្នកដែលដេកច្រើនហ្នឹងកាន់តែខ្ជិលច្រើនកាន់តែឈឺទៀតណាដេកកាន់តែច្រើនកាន់តែខ្ជិលហើយកាន់តែឈឺទៀតណាមិនមានប្រយោជន៍អីប្រមាណទេណាហ្នឹងហើយឥឡូវយើងមើលសុភាសិតខឥឡូវយើងចាប់អានឲ្យមើលខសុភាសិតណាឥឡូវបងប្អូនណាមានកាពីតោះយើងបើកសុភាសិត12ខ11មិញយើងមើលខចំពុក12ខ27ចិត្តឧស្សាហ៍គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់មនុស្សឥឡូវចំពុក12ខ11វិញណាបានប្រាប់ថាអ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែតរីឯអ្នកចូលចិត្តប្រូកប្រាជ្ញជាមនុស្សខ្វះការពិចារណាបើយើងខំប្រឹងប្រែងឧស្សាហ៍ព្យាយាមយើងមិនខ្វះអាហារបរិភោគទេបងប្អូនឲ្យតែយើងមានចិត្តឧស្សាហ៍ព្យាយាមណាឥឡូវយើងមើលខ24ភាសាតដែលចំពោះ12ខ24មនុស្សឧស្សាហ៍នឹងខ្លាយទៅជាមេគ្រប់គ្រងរីឯមនុស្សខ្ជិលជាអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេចង់ធ្វើជាខ្ញុំគេឬក៏ចង់ធ្វើជាអ្នកគ្រប់គ្រងគេបាទជំរឿសគឺជារបស់យើងចង់ធ្វើជាអ្នកគ្រប់គ្រងគេឬក៏ចង់ធ្វើជាកូនចៅគេអ្នកបម្រើគេបើចង់ធ្វើជាអ្នកគ្រប់គ្រងគេមេគេត្រូវមានចិត្តឧស្សាហ៍ខំប្រឹងពីឥឡូវនេះទៅបើក្មេងៗយុវជនខំប្រឹងរឿងរៀនណានោះយើងនឹងខ្លាយទៅជាមេគេប្រធានគេប៉ុន្តែបើយើងអត់ខំប្រឹងទេយើងនឹងខ្លាយទៅជាកូនចៅគេហើយណាឥឡូវយើងមើលចំពុក14ខ23អ្នកណាធ្វើការអ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិតរីឯអ្នកដែលពូកែប្រុសប្រាជ្ញរមែងធ្លាក់ខ្លួនក្រឃើញទេ
ខំប្រឹងធ្វើការមានលុយមានទ្រព្យតែពូកែព្រូប្រាជ្ញធ្លាក់ខ្លួនក្រជំពូក15ខ19ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លារីឯផ្លូវរបស់មនុស្សទៀងត្រង់រៀបស្មើល្អមានន័យយ៉ាងម៉េចផ្លូវរបស់មនុស្សខ្ជិលមើលទៅឧបសគ្គរហូតឃើញអូធ្វើមិនកើតទេធ្វើមិនបានទេអត់ចេះធ្វើទេអត់មានលុយទេយល់ទេគំនិតអវិជ្ជមានផ្លូវមនុស្សខ្ជិលប៉ុន្តែគំនិតរបស់មនុស្សសាវិញគឺថារៀបស្មើអាចធ្វើបានខ្ញុំអាចធ្វើបានខ្ញុំអាចរៀនបានគុណសិស្សក្នុងពេលសម័យនេះអូរៀនមិនចូលទេរៀនមិនចេះទេរៀនមិនកើតទេហេតុអីទេយើងអាចធ្វើបានត្រូវមានជំនឿមានទំនុកចិត្តថាយើងអាចធ្វើបានគេអាចធ្វើបានយើងអាចធ្វើបានកុំឲ្យមានឧបសគ្គណាឥឡូវយើងមើលចំពោះ20ខ13ចំពោះ20ខ13បើអ្នកគិតតែពីដេកអ្នកមុខជាធ្លាក់ខ្លួនក្របើអ្នកចង់មានអាហារគ្រប់គ្រាន់ចូលក្រោកឡើងពីព្រលឹមណាបងប្អូនក្រោកពីព្រលឹមទេរូប20ខ13បើអ្នកគិតតែពីដេកអ្នកមុខជាធ្លាក់ខ្លួនក្របើអ្នកចង់មានអាហារគ្រប់គ្រាន់ចូលក្រោកឡើងពីព្រលឹមក្រោកពីព្រលឹមធ្វើអីវាមានកិច្ចការច្រើនបើអ្នករៀនបើអ្នករកបើអ្នកដាំបើអ្នកចិញ្ចឹមត្រូវធ្វើណាអញ្ចឹងបងប្អូនមានដីស្រែដីចម្ការដាំដុះគឺយើងមិនខ្វះទេឲ្យតែយើងមានចិត្តឧស្សាហ៍ហើយតស៊ូព្យាយាមទេណាអបមកថាចិញ្ចឹមមិនកើតយើងរៀនពីគេផងណាមិនដូចជាសក៏បានប្រាប់បងប្អូនថាត្រូវចិញ្ចឹមមាន់ធ្វើចេះដាក់ស្នាមចេះយើងឲ្យរៀនពីគេផងសាកល្បងខ្លួនឯងផងគេធ្វើកើតយើងក៏ធ្វើកើតដែរអត់ទេប៉ុន្តែយើងត្រូវមានចិត្តឧស្សាហ៍ក្រោកពីព្រលឹមកុំឲ្យដេកទៅមួកចំពោះ21ខ17អ្នកដែលភ្លើតភ្លើននឹងការសបាយតែងតែធ្លាក់ខ្លួនក្ររីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយស៊ីផឹកអត់មានខ្លាចទៅជាអ្នកមានទេហើយសបាយភ្លើតភ្លើនក៏អត់កើតដែរណាដូចជាព្រហ្មញ្ញក៏ថាអ្នកផឹកអត់ចេះចាស់អត់ចាស់ដោយសារងមុនចាស់ងមុនចាស់អ្នកផឹកអត់ចេះចាស់ណាចាស់អត់តន់ទេណែក្រិនផ្លើមស្លាប់ណាពុ21ខ17អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្ររីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយពុ22ខ13មនុស្សកំជិលតែងតែពោលថាមានសត្វសឹងមួយនៅខាងក្រៅវាមុខជាហែកខ្ញុំស៊ីទៅនៅកណ្ដាលផ្លូវមិនខាតអត់មានសត្វសឹងណាទេអត់មានសត្វខ្លាអីទេប៉ុន្តែខ្ជិលគឺថាឧបសគ្គរហូតពិបាករហូតធ្វើអត់កើតណាភ័យខ្លាចឥឡូវយើងមើលចំពោះ24ខ30ដល់ខ34វែងតិចចំពោះ24ខ30ដល់34ខ្ញុំបានដើរចិត្តចំការរបស់មនុស្សកំជិលម្នាក់ហើយខ្ញុំក៏បានដើរចិត្តចំការទំពាំងបាយជូររបស់មនុស្សឥតគំនិតម្នាក់ដែរមានបន្លានិងស្មៅដោះពីពេញរីឯរបងក៏រលំដួលអស់ខ្ញុំពិចារណាមើលអ្វីដែលខ្ញុំបានឃើញហើយដកស្រង់បានមេរៀនមួយដូចតទៅអ្នកចង់ដេកបន្តិចចង់ដំអកបន្តិចនិងដេកអោបដៃបន្តិចធ្វើដូច្នេះអ្នកនឹងខ្វះខាតធ្លាក់ខ្លួនក្រភ្លាមដោយមិនដឹងខ្លួនដូចមានចោលចូលលួចប្លន់បាទឃើញទេបើយើងអត់ឧស្សាហ៍ទេអត់កើតទេយើងចង់មានចង់បានចង់ឆ្ងាញ់ចង់ល្អចង់មានទ្រព្យសម្បត្តិណាមានអ្វីមានឡានមានអ្វីទំនើបដូចគេមានតែមួយទេគឺត្រូវមានចិត្តឧស្សាហ៍ព្យាយាមបើរៀនគឺឧស្សាហ៍រៀនបើរកឲ្យប្រកាសថារកបើធ្វើការប្រកាសធ្វើការស្មោះត្រង់នឹងគេ
ដាំដុះចិញ្ចឹមអ្វីខ្លះណាមានចិត្តធ្វើដោយព្យាយាមដោយតស៊ូដោយអត់ធ្មត់ដោយឧស្សាហ៍ចំពោះ28ខ19ចំពោះ28ខ19អ្នកដែលខំធ្វើស្រែចម្ការតែងតែមានអាហារបរិភោគរីឯអ្នកខ្ជិលច្រអូសរមែងធ្លាក់ខ្លួនក្រតោកយ៉ាណាសុភាសិតប្រាប់យើងហើយបកស្រាយពយល់ប្រាប់យើងទៀតថាបើយើងឧស្សាហ៍នឹងបានអីបើយើងខ្ជិលនឹងទៅជាយ៉ាងណាគឺប្រាប់ត្រង់ណាបើបងប្អូនមានពេលអាននៅផ្ទះអានសុភាសិតចំពោះ31ខ10ដល់ខ31និយាយអំពីស្ត្រីគ្រប់លក្ខស្ត្រីគ្រប់លក្ខកម្រមានណាស់ស្ត្រីគ្រប់លក្ខគឺងើបតាំងពីព្រលឹមធ្វើម្ហូបអាហាររៀបចំផ្ទះសម្បែងអត់មានទំនេរដៃមានខមួយគឺថាគឺអត់មានទំនេរដៃទេហើយគាត់ចម្រុងចម្រើនសបោសបាយអានខ្លួនឯងលើសុភាសិត31ខ10ទៅដល់ខ31និយាយអំពីស្ត្រីគ្រប់លក្ខណាគឺមានខមួយដែលប្រាប់ថាគាត់អត់ទំនេរដៃទេគាត់ធ្វើរហូតជានិច្ចប៉ុន្តែបើណាអូខេអញ្ចឹងថ្ងៃនេះយើងរៀនបានអីទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្ញុំគឺអីទេចិត្តឧស្សាហ៍ចិត្តឧស្សាហ៍ព្យាយាមឧស្សាហ៍ក្នុងការរៀនឧស្សាហ៍ក្នុងការអានឧស្សាហ៍ក្នុងការរកឧស្សាហ៍ក្នុងការដាំដុះការចិញ្ចឹមឧស្សាហ៍ក្នុងការផ្សេងទៀតណាដែលមានប្រយោជន៍ណានោះនាំឲ្យយើងមានអីខ្លះមានចំណេះមានជំនាញមានទ្រព្យសម្បត្តិមានមុខមាត់មានកេរ្តិ៍ឈ្មោះមានអ្វីគ្រប់បែបយ៉ាងណាចុងក្រោយគឺមានសុភមង្គលមិនខ្វះទេឲ្យតែបងប្អូនមានចិត្តឧស្សាហ៍អាមែនព្រះពរមិនមែនធ្លាក់មកខ្ពាកដោយឯងទេគឺតាមរយៈការខិតខំប្រឹងប្រែងឥឡូវថាតាមខ្ញុំតោះត្រូវខិតខំប្រឹងប្រែងទើបបានព្រះពរត្រូវមានចិត្តឧស្សាហ៍ទើបបានព្រះពរអូខេព្រះអង្គស្រឡាញ់អ្នកឧស្សាហ៍ឬក៏ស្រឡាញ់អ្នកខ្ជិលព្រះអង្គស្រឡាញ់អ្នកឧស្សាហ៍តោះអធិដ្ឋានតោះបិតាគង់ឋានសួគ៌ព្រះបន្ទូលសុភាសិតត្រូវបានសរសេរឡើងដោយស្ដេចដេវីតឬហើយនឹងស្ដេចសាឡូមោនដែលបានអប់រំទូន្មានណែនាំព្រានប្រដៅដល់មនុស្សគ្រប់ជាតិសាសន៍នៅលើផែនដីនេះសូមឲ្យកូនបានចងចាំថាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើងខ្ញុំម្នាក់ៗគឺចិត្តឧស្សាហ៍ព្យាយាមតស៊ូអត់ធ្មត់ឧស្សាហ៍ក្នុងការរៀនពេលដែលយើងនៅក្មេងឧស្សាហ៍ក្នុងការអានសិភៅឧស្សាហ៍ក្នុងការរកឧស្សាហ៍ក្នុងការធ្វើការឧស្សាហ៍ក្នុងការដាំដុះឧស្សាហ៍ក្នុងការចិញ្ចឹមនិងឧស្សាហ៍សម្រាប់កិច្ចការផ្សេងទៀតដែលមានប្រយោជន៍សូមបំផ្លាស់បំប្រែជីវិតយើងខ្ញុំឲ្យយើងខ្ញុំមានចិត្តឧស្សាហ៍ព្យាយាមសូម្បីតែព្រះគម្ពីរទីម៉ូថេសាវកពូលបានប្រាប់ថាចូលឧស្សាហ៍អានគម្ពីរចូលឧស្សាហ៍ព្យាយាមកុំខ្ជិលច្រអូសឡើយទ្រង់សុផាតីជាមួយនឹងមនុស្សឧស្សាហ៍ទ្រង់ប្រទានពរដល់អ្នកដែលមានចិត្តឧស្សាហ៍តែបើយើងមានការខ្ជិលច្រអូសនោះយើងនឹងមិនបានព្រះពរដោយងាយស្រួលនោះឡើយចូលប្រទានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបំភ្លឺដល់យើងខ្ញុំទាំងអស់គ្នាព្រះបន្ទូលព្រះអង្គដ៏រស់ជួយដល់យើងខ្ញុំទាំងអស់គ្នាឲ្យយើងបានមានចិត្តឧស្សាហ៍ព្យាយាមកុំឲ្យយើងរស់នៅក្នុងជីវិតមួយដែលលំបាកតោកយ៉ាកប៉ុន្តែយើងចង់ឃើញជីវិតមួយដែលមានសុភមង្គលគឺមានពរសម្រាប់ជីវិតនៅលើផែនដីនេះមានអ្វីគ្រប់យ៉ាងដែលជាសេចក្តីត្រូវការសូមជួយដល់យើងខ្ញុំទាំងអស់គ្នាបង
ព្រះអង្គចាស់ជាពិសេសបងប្អូនដែលកំពុងតែសិក្សាសូមបងប្អូនមានចិត្តឧស្សាហ៍ក្នុងការរៀនសូត្រសម្រាប់អនាគតផ្ទាល់ខ្លួនកុំឲ្យរស់នៅក្នុងការលំបាកតោកយ៉ាកខ្វះខាតប៉ុន្តែរស់នៅដោយប្រកបដោយព្រះពរនិងសុភមង្គលទន្ទឹមសូមអធិដ្ឋានគ្រប់ការទាំងអស់នេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ